Ok, taយើងគួរមានដើមទុនប្រមាណដើម្បីចូលផ្សារល្អអូខេសួស្តីទាំងអស់គ្នាឥឡូវយើងត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុង Combo Trader ថ្ងៃនេះខ្ញុំមានវីដេអូមួយដែលឆ្លើយទៅនឹងសំណួរបងប្អូនយើងគាត់សួរជាច្រើនមែនតើសំណួរដដែលតើយើងគួរមានដើមទុនប្រមាណណាអូខេអញ្ចឹងតែនិយាយចំទៅសំណួរមួយនេះគឺយើងពិបាកឆ្លើយឲ្យចំហេតុអីយើងត្រូវស្ដាប់ណាហេតុអីបានយើងពិបាកឆ្លើយឲ្យចំហេតុអីមិនឆ្លើយ100 200 300 400 500ឬក៏1000អញ្ចឹងទៅឲ្យវាចំឲ្យវាច្បាស់ទៅវាឆ្លើយអត់កើតហេតុអីការ trade គឺវាអាស្រ័យទៅតាមយុទ្ធសាស្ត្ររៀងៗខ្លួនអ្នកខ្លះយុទ្ធសាស្ត្រគាត់ scalping អ្នកខ្លះគាត់ day trade បែប20 pip 30 pip អញ្ចឹងទៅអ្នកខ្លះគាត់ scalping 4 5 pip 10 pip អីអញ្ចឹងទៅហើយដូចខ្ញុំគឺ swing trading trade បែបវែង SL អាចចាប់ពីត្រឹម40 50 pip ដល់100ពី3អញ្ចឹងទៅតាក់ទងនឹង SL អញ្ចឹងតាក់ទងនឹងការប្រើដើមទុនក៏វាខុសគ្នាដែរណាក៏វាខុសគ្នាដែរអញ្ចឹងបញ្ជាក់ឡើងវិញសំណួរនេះគឺខ្ញុំអាចឆ្លើយឲ្យចំបានទេថាយើងគួរប្រើដើមទុនប្រមាណប៉ុន្តែខ្ញុំនឹងឆ្លើយខ្ញុំនឹងប្រាប់ពីការប្រើដើមទុនតាក់ទងនឹងរបៀបប្រើប្រាស់របស់ខ្ញុំវិញណាតែក្បួនរបស់ខ្ញុំគួរប្រើដើមទុនចាប់ពីប៉ុណ្ណាណាអ្នកខ្លះគាត់ប្រើយុទ្ធសាស្ត្រផ្សេងគាត់អាច trade ពី$10ឲ្យឡើងទៅអញ្ចឹងទៅណាប៉ុន្តែគ្រាន់ថា broker មួយចំនួនគាត់អនុញ្ញាតឲ្យយើង deposit $10មែនប៉ុន្តែជាជាក់ស្ដែងអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ trade គាត់ដឹងហើយ$10គឺពិបាកក្នុងការ trade មែនទែនពេលខ្លះពេលខ្លះយើងចូលអត់បានទេ$10ដោយសារ margin ខ្ពស់ leverage វាទាបចឹងទៅឧទាហរណ៍ពេលខ្លះយើងចូលបានពេលខ្លះម៉ោងខ្លះចូលអត់បានក៏មានដែរអាហ្នឹងដោយសារលុយយើងតិចពេកណាលុយយើងតិចពេកអញ្ចឹងកុំឆ្ងល់អីអត់ដោយសារអ្នកខ្លះគាត់ហ្នឹងលុយខ្ញុំ$10ដែរខ្ញុំចូលភាំងនេះបានតែចូលភាំងនេះអត់បានឬក៏ថ្ងៃមុនខ្ញុំចូលភាំងហ្នឹងបានថ្ងៃនេះខ្ញុំចូលភាំងហ្នឹងអត់បានអត់ទេវាតាមម៉ោងវាដែរអាហ្នឹងតាក់ទងនឹងលុយតិចណាតាក់ទងនឹងលុយតិចអញ្ចឹងឥឡូវយើងចូលមកពីរបៀបដែលខ្ញុំ trade ខ្ញុំគឺជាអ្នក trade swing មានន័យថា SL ខ្ញុំអាចចាប់ពី40 50ហើយការមើលលំហូររបស់ខ្ញុំមើល weekly daily អញ្ចឹងទៅឧទាហរណ៍ថាខ្ញុំមើលលំហូរ weekly daily ថាលំហូរទៅណាអញ្ចឹងឧទាហរណ៍លំហូរទៅលើគឺខ្ញុំនឹងគូជា support ខ្ញុំចាំផ្សារដល់ support គឺខ្ញុំរកឱកាសទិញណាខ្ញុំរកឱកាសទិញអញ្ចឹងនៅពេលដែលផ្សារដល់ support ហ្នឹងគឺខ្ញុំរងចាំមើល confirm ណារងចាំមើល confirm តបរងចាំមើល confirm ហើយរងចាំមើល confirm មានន័យថាអូខេវាមានអ្នកបាយមានអ្នកអីនៅក្នុងហ្នឹងអត់យើងមើលជាសញ្ញាមើលជា candlestick អញ្ចឹងណាបើសិនជាមានហើយគឺខ្ញុំនឹងចូលណាតាមភាគរយរបស់ខ្ញុំណាអញ្ចឹងសម្រាប់យុទ្ធសាស្ត្រដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំ recommend តូចបំផុតគឺ$300តូចបំផុតគឺ$300ហើយក្នុង$300ហ្នឹងគឺយើងចូលមក trade 3%នៃ$300អញ្ចឹងមានន័យថាឧទាហរណ៍ខ្ញុំចូលឧទាហរណ៍យើងមាន account $300ណាយើងមាន account $300អានេះខ្ញុំបញ្ជាក់ថាវាអត់ត្រូវជាមួយនឹងយុទ្ធសាស្ត្រអ្នកផ្សេងទាំងអស់ណាអានេះខ្ញុំនិយាយទៅលើយុទ្ធសាស្ត្ររបស់ខ្ញុំឯងកុំយល់ច្រឡំកន្លែងហ្នឹងណាអញ្ចឹងឧទាហរណ៍យើង account យើង$300ហើយយើងប្រើយុទ្ធសាស្ត្រហ្នឹងយើងប្រើយុទ្ធសាស្ត្រមួយហ្នឹងអញ្ចឹងមានន័យថាបើសិនជាខ្ញុំចូលទិញកន្លែងនេះឧទាហរណ៍ថាផ្សារវាឲ្យឱកាសខ្ញុំក្នុងការទិញអញ្ចឹងមានន័យថាខ្ញុំចំណាយ10%នៃ$300ដើម្បីទិញអញ្ចឹងមានន័យថាវាស្មើនឹង$10ណាវាស្មើនឹង$10អញ្ចឹងមានន័យថាបើសិនជា$10ហ្នឹងឧទាហរណ៍បើវា hit SL ខ្ញុំខាត$10ប៉ុន្តែបើករណីខ្ញុំចំណេញគឺខ្ញុំអាចចំណេញទៅដល់30ឬក៏$50ព្រោះអីខ្ញុំ trade 1យក3ណាឬក៏1យក5អញ្ចឹងទៅមានន័យថាម៉េចមានន័យថាបើ hit SL ខ្ញុំ hit អស់តែមួយទេប៉ុន្តែបើ hit target ខ្ញុំអាចបាន3ដងឬទៅ5ដងអញ្ចឹងទៅអ្វីដែលខ្ញុំតែងតែ recommend អ្នកទាំងគ្នាដែលមើលវីដេអូខ្ញុំដឹងហើយខ្ញុំតែងតែ recommend 1យក3 1យក5អញ្ចឹងទៅណាមានន័យថាបើយក1យក3មានន័យថាម៉េចឧទាហរណ៍មួយចឹងណាលោកអ្នកនរគ្នាអត់យល់អញ្ចឹងទៅមានន័យថាឧទាហរណ៍ថា SL យើង100 pip អញ្ចឹងណាឧទាហរណ៍ SL យើង100 pip ឧទាហរណ៍ថាកន្លែងនេះអញ្ចឹងទៅអញ្ចឹងមានន័យថាផលចំណេញយើងត្រូវ300 pip ត្រូវ300 pip ណា300 pip អញ្ចឹងទៅអញ្ចឹងមានន័យថាត្រូវឲ្យបាន3ដងនៃការខាតរបស់យើងអញ្ចឹងបើយើង risk $10បើសិនជាយើងដាក់ក្នុងផ្សារនឹង$10បើខាត$10តែបើឱកាសចំណេញបើវា hit TP យើងអាចទុក hit 10យើងអាចចំណេញបាន$30បើយើង trade 1យក5យើងអាចចំណេញ$50អញ្ចឹងទៅតែ
តកតងហ្នឹងវាតកតងនឹងការអត់ធ្មត់បន្ថែមទៀតណាតកតងនឹងការអត់ធ្មត់បន្ថែមទៀតអាហ្នឹងយើងនិយាយពេលក្រោយណាយើងនិយាយពេលក្រោយអញ្ចឹងសម្រាប់យុទ្ធសាស្ត្រដែលខ្ញុំនិយាយមិញហ្នឹងគឺយើង risk ម្ដង$10ក្នុងមួយ trade អញ្ចឹងអ្នកនរគ្នាអាចឆ្ងល់ហើយយើងអត់អាចចូលក្នុងផ្សារម្ដង$10នឹងការទេព្រោះអីផ្សារវាគិតជា lot 0.01 0.02 អញ្ចឹងទៅហើយយើងធ្វើម៉េចឲ្យខាត$10ស្មើណាយើងធ្វើម៉េចឲ្យខាត$10ស្មើព្រោះអីពេលខ្លះ SL យើង50 pip ពេលខ្លះ SL យើង30 pip ពេលខ្លះ SL យើង20 pip យើងធ្វើម៉េចដើម្បីខាតស្មើអាហ្នឹងគឺមានរបៀបគុណអ្នកនរគ្នាគឺមានរបៀបគុណអញ្ចឹងរបៀបគុណហ្នឹងគឺខ្ញុំមាន2 3វីដេអូហើយនៅក្នុង YouTube របស់ខ្ញុំណាបើអ្នកនរគ្នាចង់ដឹងរបៀបគុណ lot size ឲ្យចូលឲ្យត្រូវថាកំណត់តែខាត$10ឲ្យដឹងតែ10វាអាចលើសបន្តិចបន្តួចឬខ្វះបន្តិចបន្តួចណាវាអត់សុក្រិតពេកព្រោះលុយយើងទូចវាអត់សូវសុក្រិតទេតើលុយយើងធំបានវារៀងសុក្រិតអញ្ចឹងណាអញ្ចឹងកុំឆ្ងល់អីព្រោះថាយើងចូល$10ជួនកាលវាខាតអស់11 12ពេលខ្លះវាលើសហ្នឹងទៅឬក៏ពេលខ្លះខាតអស់9ឬក៏ខាតអស់តែ7ក៏មានដែរបើ hit SL អញ្ចឹងណាដោយសារលុយយើងទូចនៅពេលដែលយើងគុណជាមួយ lot size SL យើងកាន់តែធំអញ្ចឹងទៅវារៀងអត់សូវសុក្រិតទេប៉ុន្តែ$10ហ្នឹងខ្ញុំចាប់ទុកថាវាជាការល្អមួយចាប់ផ្ដើមដ៏ល្អមួយហើយក្នុងយុទ្ធសាស្ត្ររបស់ខ្ញុំណាអញ្ចឹងមានន័យថាម៉េចមានន័យថាក្នុងមួយ trade យើងរី$10អញ្ចឹង account យើង$300យើងអាចរត់បាន30 trade អ្នកនរគ្នាមានន័យថាបើសិនជាអ្នកនរដាច់ account លុះតើអ្នកនរគ្នាចូលទីផ្សារខុស30ដងណាខុស30ដងជាប់គ្នាបានអ្នកនរគ្នាអាចដាច់ account បានបើសិនជាយើងប្រើតាមក្បួនយុទ្ធសាស្ត្រមួយនឹងឲ្យត្រឹមត្រូវណាខ្លះតែយើងប្រើបានតែតិចតួចហើយយើងកែប្រែប្រើតិចតួចកែប្រែតែបើថាប្រើឲ្យជាប់មានន័យថាលុយ$300យើងចូលម្ដងអស់តែ$10លុះត្រាតែយើងចូល30ដងខុសគ្នាសុំចុះ30ដងខុសគ្នាហើយខុសឡំអស់ទាំង30ដងអាហ្នឹងមិនយើងអាចដាច់ account កើតអញ្ចឹងកន្លែងហ្នឹងវាសំខាន់ណាវាសំខាន់ប៉ុន្តែបើអ្នកនរ trade 1យក3ណា trade 1យក3ខាន1អស់$10ចំណេញ1បាន$30អញ្ចឹងក្នុង10 trade អ្នកនរត្រូវបានតែ3 trade ក៏អ្នកនរអាចបើថាមិនចំណេញច្រើនតែវាអាចរត់ទៅក្នុងផ្សារនឹងបានអាចបន្តដំណើររបស់អ្នកនៅក្នុងផ្សារណាជាងត្រឡប់មកវិញសម្រាប់យុទ្ធសាស្ត្ររបស់ខ្ញុំរីកមិនតូចបំផុតតូចបំផុតគឺ$300គឺល្អណាអ្នកអាចថាចូលខ្ញុំចូលមកចូល$5បានទេបានប៉ុន្តែបើសិនជាចូល$5អ្នកនរគ្នាចូលតាមប្រភេទ swing គឺវាអត់សូវត្រូវទេតោះអ្នកនរគ្នាដោយសារទៅប្រភេទខ្ញុំ trade គឺ swing SL ខ្ញុំភាគតិចដែល SL តូចភាគច្រើន SL ខ្ញុំ30 pip តូចបំផុតហើយណាជាមធ្យម50ទៅ60 pip SL របស់ខ្ញុំអញ្ចឹងបើសិន trade $5វាពិបាកប៉ុន្តែ trade បានបើសិនជាអ្នកនរគ្នាប្រភេទ trade day trade ណាមានន័យថាអាចថាមើលលំហក្នុង4ម៉ោងចាប់ key zone ក្នុង4ម៉ោងមើល confirm time frame 15នាទីឬ time frame 5នាទីអីអាហ្នឹង SL វាអាចបានត្រឹម10 pip 20 pip ចុះអីចឹងទៅអញ្ចឹងអាហ្នឹងអាច trade $5បានអញ្ចឹងអ្នកនរគ្នាអាចមាន account ត្រឹម$150ហើយ trade មួយ trade $5អញ្ចឹងយើងអាចរត់បាន30 trade ដូចគ្នាឲ្យតែយើងបន្តធ្វើតាមលំហរបស់វាណាអញ្ចឹងដោយអ្វីដែលខ្ញុំលើកឡើងមិញអញ្ចឹងគឺ$10ក្នុងមួយ trade អញ្ចឹងលុះត្រាអ្នកនរគ្នាខុស30ដងជាប់គ្នាទើបអ្នកនរគ្នាអាចមានឱកាសដាច់ account បានឲ្យតែអ្នកនរគ្នា follow តាម rule management នៃត្រឹមត្រូវណាអញ្ចឹងបញ្ជាក់ដើម្បីឲ្យខាតស្មើយើងត្រូវមានរបៀបគុណហើយរបៀបគុណគឺខ្ញុំមានវីដេអូច្រើនហើយអ្នកនរគ្នាអាចចូលទៅមើលបានណាឬក៏អ្នកនរគ្នា search របៀបគុណ lot size ណារបៀបគុណ lot size ណាក៏លោកអត់ចេះ say lot size LOT SIZE search តែប៉ុណ្្នឹងបើអត់ឃើញ search តែប៉ុណ្្នឹងទៅឃើញហើយវា load ចេញមកហើយណារបៀបគុណ lot size ណាហើយអ្នកនរគ្នាមើលទៅរៀនគុណទៅតែដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាករណីលុយយើងទូចណាហើយ SL យើងរៀងធំការគុណវាអត់សូវសុក្រិតទេមានន័យថាពេលខ្លះយើងអាចខាតលើសចំនួនដែលយើងចង់ខាតដូចថាយើងកំណត់ខាត$10អញ្ចឹងជួនកាលវាអាចខាតលើស$1 $2 $3អញ្ចឹងទៅជួនកាលក៏វាអាចខាតខ្វះដែរមានន័យថាដាក់ខាត$10វា hit SL ខាតអស់តែ8ខាតអស់តែ7ខាតអស់តែ9នេះក៏មានដែរណាអាហ្នឹងដោយសារលុយយើងទូចហើយយើងគុណជាមួយនឹង SL យើងវាធំណា SL យើងធំអញ្ចឹងទៅវារៀងអត់សូវសុក្រិតប៉ុន្តែបើសិនជាលុយយើងរៀងធំគុណជាមួយ SL ប៉ុណ្ណឹងក៏វាអត់ជាបញ្ហាវាសុក្រិតអញ្ចឹងបើលុយយើងកាន់តែទូចការគុណក៏វាអត់សូវសុក្រិតប៉ុណ្ណាដែរណាតែគ្រាន់ថាអានេះជាការ recommend របស់ខ្ញុំចំណុចចាប់ផ្ដើមដែលល្អសម្រាប់ខ្ញុំគឺខ្ញុំ recommend ពីត្រឹម$300ឡើងណាហើយក្នុងមួយ trade គឺខ្ញុំឲ្យ recommend risk 3%ណាអានេះជាការអានឹងហាយណា
មានតែ high risk ណា3%ហ្នឹងបើសិនជាអ្នកនរគ្នាមាន account ធំអាចថាចាប់ពី 1k អីទៅអ្នកនរគ្នាអាច risk តែ 1% នៃ account ក៏បានដែរណាអាចចូលតែម្ដង 1% ក៏បានដែរបើអ្នកមាន account ដល់ 1k ខាតមក trade $10 ដូចគ្នាតែអ្នកនរគ្នាអាចរត់បាន100 trade ជាប់គ្នាទោះត្រាខុស100 trade ជាប់គ្នាទើបអាចតែ account បានណាហើយបញ្ជាក់ថាការ trade គឺត្រូវការរៀនសូត្រឲ្យបានច្រើនស្វែងយល់ទី1ពីទីផ្សារការគ្រប់គ្រងហានិភ័យណាកំណត់ risk reward ហើយធ្វើម៉េចឲ្យមានវិន័យអ្នកនេះដឹងហើយយើង trade មានមនុស្សជាច្រើនជុំវិញពិភពលោក trade ហើយសិតជាអ្នកឆ្លាតសិតតែមានរដ្ឋាភិបាលធំគេមានអ្នក trade គេនៅក្នុងនឹងធនាគារធំស្ថាប័នធំគឺ trade នៅក្នុងនឹងដូចគ្នាអញ្ចឹងបើសិនជាយើងអត់ចេះអីសោះហើយយើងចង់បានចំណេញលុយគឺពិបាកណាយើងអាចចំណេញក្នុងរយៈពេលខ្លីប៉ុន្តែបើនិយាយឲ្យថាឲ្យ consistent ឲ្យថេរគឺអាចទៅរួចទេលុះត្រាតែយើង trade មានវិន័យ trade មានន័យថាម៉េចទីមួយយើងត្រូវមានយុទ្ធសាស្ត្រមួយឲ្យច្បាស់លាស់យើងបញ្ជាក់ទៀតយុទ្ធសាស្ត្រច្បាស់លាស់មិនមែនជាយុទ្ធសាស្ត្រពិសេសទេមានន័យថាឲ្យយើងរបៀបប្រើយើងឲ្យជាប់ឧទាហរណ៍យើង trade support resistance អញ្ចឹងថាយើងដល់ support យើង sell ណាចាំដល់ support ចាំរកការ sell ណាបើអត់ដល់យើងអត់ sell អញ្ចឹងធ្វើម៉េចឲ្យចូលឲ្យផ្សារលើកទី1ហើយនឹងលើកទី2លើកទី3ឲ្យដូចគ្នាដដែលហើយបន្ទាប់មកការគ្រប់គ្រងការចូលផ្សារយើងធ្វើម៉េចកំណត់ឲ្យវាច្បាស់ថាវាកំណត់ខាត 3% ត្រឹម 3% ឲ្យស្មើអញ្ចឹងទៅណាកុំថាចូលម្ដង 3% trade នោះអត់សូវល្អទេចូលតែ 2% ឬក៏ 1% បានណា trade នោះរៀងល្អតែ 5% វាអត់ត្រូវទេណាបើយើងសម្រាប់ចិត្តយកប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងឲ្យថេរអញ្ចឹងណាអូខេអញ្ចឹងអត់មានអីច្រើនទេចង់ឲ្យអ្នកគ្នាព្យាយាមស្វែងយល់ឲ្យច្រើនហើយឲ្យមានវិន័យក្នុងការចូលផ្សារអូខេអរគុណទាំងអស់គ្នា